ទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើតុងយ៉ាំគឺយើងដាំទឹកឲ្យពុះទៅយើងដាក់ពណ៌ស្កិននិងស្លឹកក្រូចសើចយើងក៏បានដាក់ខ្ទឹមសអីចូលជាមួយគ្នាឥឡូវនេះទឹកពុះហើយយើងក៏ដាក់ស្ករប៊ីចេងនិងដុំស៊ុបគេហៅដុំស៊ុបអីគេស៊ុបតុងយ៉ាំចូលក្នុងនឹងឲ្យវាចិនជាតិបន្ទាប់មកទៀតយើងក៏ដាក់ឆ្អឹងជំនីមកចូលក្នុងនឹងយើងដាក់ឆ្អឹងជំនីមកងាស់ចូលក្នុងឲ្យយូរដើម្បីឲ្យចិនជាតិឲ្យតុងយ៉ាំយើងវាកាន់តែឆ្ងាញ់ហើយយើងដាក់ស្ករប៊ីចេងចូលក្នុងអាហារយើងមកងាស់វាប្រហែលជាកន្លះម៉ោងទៅដើម្បីឲ្យឆ្អឹងជ្រូករបស់យើងចិនជាតិឥឡូវនេះឆ្អឹងជ្រូកយើងវាបានឆ្អិននៅអស់ហើយយើងក៏មានបន្ថែមបង្គាស្រស់ដាក់ចូលក្នុងបន្ថែមទៀតយើងដាក់បង្គាឲ្យវាពុះល្មមតិចទៅហើយយើងចាំដាក់បន្លែចូលកូរឲ្យបង្គាយើងឆ្អិនបន្តិចហើយយើងក៏មានប៉េងប៉ោះជប៉ុននិងផ្សិតអីគេទេនឹងអត់ស្គាល់ដែរមានផ្សិតម្ជូរនិងប៉េងប៉ោះជប៉ុនយើងដាក់ប៉េងប៉ោះជប៉ុនចូលនិងផ្សិតម្ជូរចូលក្នុងនឹងហើយយើងទុកឲ្យវាពុះទៅវានឹងហើយជាការស្រេចវាមានក្លិនរសជាតិឈ្ងុយឆ្ងាញ់ខាងមែនតើបន្ទាប់មកទៀតយើងកូរវាឲ្យចូលជាតិទៅយើងគិតថាសម្របើយើងវាចាប់ផ្ដើមឆ្អិនហើយព្រោះអីប្រហែលនឹងវាងាយឆ្អិនទេបង្គាហើយនឹងសាច់ជ្រូករបស់យើងវាចូលជាតិឆ្ងាញ់ហើយនេះតុងយ៉ាំរបស់យើងបានឆ្អិនហើយយើងនៅតែដាក់ជីបន្តទៀតគឺហើយវានឹងជាតិឈ្ងុយខាងមែនតើនេះសម្ររបស់យើងបានឆ្អិនហើយយើងក៏រោយស្លឹកខ្ទឹមជាមួយនឹងជីរបស់យើងដើម្បីឲ្យម្ហូបរបស់យើងវាកាន់តែឈ្ងុយឆ្ងាញ់មិនចាក់ចឹងមកបងប្អូនអូយមាននឹងឈ្ងុយខាងមែនតើសម្បែមើលក៏ឆ្ងាញ់ដែរបងប្អូនហើយតុងយ៉ាំរបស់យើងហើយតុងយ៉ាំបង្គាជាមួយនឹងសាច់ជាមួយនឹងឆ្អឹងជំនីជ្រូកហើយបងប្អូនគាត់ថាបើយើងមានខ្ទឹមបារាំងបន្ថែមទៀតកាន់តែឆ្ងាញ់